ជាបឋមនាងខ្ញុំសូមជម្រាបសួរដល់លោកពូអ្នកមីងនិងលោកគ្រូសាស្ត្រាចារ្យទាំងអស់ដែរអញ្ជើញចូលរួមនៅក្នុងការរៀនសំណេះសំណាលទាំងអស់គ្នានេះពួកនាងខ្ញុំជាស្ត្រីមេផ្ទះហើយក៏រៀនបានតិចតួចដែរបើខុសឆ្គងសូមអ្នកទាំងអស់គ្នាមេត្តាខន្តីអភ័យទោសចំពោះនាងខ្ញុំផងគាត់នៅខ្ញុំមករៀនបានតែថ្ងៃដំបូងទេថ្ងៃទី1ដែលថ្ងៃបញ្ចប់របស់នេះប៉ុន្តែនាងខ្ញុំមានចំណាប់អារម្មណ៍ថាមករៀនថ្ងៃដំបូងរបស់នាងខ្ញុំនេះមានអារម្មណ៍ថាគឺល្អដូចថាយើងអត់ដឹងពីអ្វីទាំងអស់ព្រោះយើងធ្លាប់តែស្រីមេផ្ទះដែលនៅផ្ទះតែដាំបាយមើលថែកូនតែមកដល់ទេនេះគាត់ផ្ដល់បង្ហាញផ្លូវឲ្យយើងអាចមើលឃើញថាយើងត្រូវរៀបគោលដៅជីវិតឲ្យទៅរបៀបណាឲ្យយើងមានបំភ្លឺផ្លូវឲ្យទៅមុខបានជាចុងក្រោយសូមថ្លែងអំណរគុណដល់សាស្ត្រាចារ្យបណ្ឌិតចននេះដែលបានជួយបង្ហាញឲ្យផ្លូវឲ្យអរគុណបងហើយអរគុណនឹងបងប្រុសផងដែរអរគុណ